ជំរាបសួរលោកគ្រូអ្នកខ្ញុំឈ្មោះមួសរណិចមកពីក្រុម SV34 ថ្ងៃនេះខ្ញុំនឹងនិយាយអំពី project ដែលលោកគ្រូបានដាក់ឲ្យធ្វើ Security Account Lifecycle Strong Password ដែលនេះគឺជា comment ដែលខ្ញុំយកមកប្រើប្រាស់ក្នុង project មួយហ្នឹងអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញឲ្យលោកគ្រូមើលតែម្ដងខ្ញុំសូម copy comment មួយនេះយើង enter វាមកនេះគឺជាសុទ្ធសឹងតែជា password strong ហើយនៅក្នុងនោះខ្ញុំបានកំណត់ទៅលើ default ស្មើ1 default ស្មើ1ហ្នឹងមានន័យថាអត់ចង់ឲ្យ password ថ្មីដូចនឹង password ចាស់អញ្ចឹងយើងឲ្យវាស្មើ1បន្តមកទៀត minlen ស្មើ8មានន័យថាត្រូវមានតួអក្សរយ៉ាងតិច8ខ្ទង់លើសពី8ក៏អត់បានខ្វះក៏អត់បានបន្តមកទៀត d credit ស្មើ11មានន័យថាត្រូវតែមានលេខយ៉ាងតិចស្មើ1ខ្ទង់បន្តមកទៀត u credit ស្មើ11ដូចគ្នាត្រូវមានអក្សរធំយ៉ាងតិច1ខ្ទង់ហើយបន្តមកទៀត l credit ស្មើ11ត្រូវមានអក្សរតូចយ៉ាងតិចស្មើ1និង o credit ស្មើ11ត្រូវមានសញ្ញាពិសេសយ៉ាងតិច1ឧទាហរណ៍ដូចជាសញ្ញាឧទានសញ្ញាដុល្លារសញ្ញាតុងជ្រូកហើយសញ្ញាផ្សេងៗទៀតតាមទៀតយើងអូសមកក្រោមមកវានៅមានមួយទៀតដែលនិយាយអំពី retry ស្មើនឹង3ហើយបន្តមកទៀតយើងចុច shift ចុច2យើង save វាមក WQ សញ្ញាឧទានហើយ enter បន្តមកទៀតបន្ទាប់ពីយើងបានកំណត់វារួចហើយយើងធ្វើការ add user ហើយដាក់ password ឲ្យវាទៅសម្រាប់ខ្ញុំធ្វើឲ្យរួចហើយអញ្ចឹងខ្ញុំសូមធ្វើការ login ឲ្យលោកគ្រូមើលតែម្ដង password ឥឡូវនេះយើងបានចូល ASI4 ហើយអញ្ចឹងយើង clear ផ្ទាំងនឹងចោលទៅបន្តមកទៀតយើងផាសវាមួយមកផាស WD password enter current password នេះជា password ដំបូងបន្ទាប់មក new password អញ្ចឹង new password ហ្នឹងយើងតេស្តវាមកដំបូង8ខ្ទង់អញ្ចឹងយើងដាក់តា4ខ្ទង់អីបានទេអញ្ចឹង password is shorter than 8 character ដោយសារមុនហ្នឹងយើងកំណត់វាយក8ខ្ទង់អញ្ចឹងបន្ទាប់មកយើងវាយតទៀតមកនេះគឺជា upper letter អញ្ចឹងខ្វះសញ្ញាធំអក្សរធំបន្តមកយើងវាយតទៀតមកនេះគឺជា lower case អក្សរតូចហើយបន្តទៀតយើងតេស្តវាមួយទៀតដោយយើងអត់ដាក់ symbol ឲ្យវាទេអញ្ចឹង password ចឹងនៅពេលដែលយើងអត់បានដាក់symbol ឲ្យវានឹងចេញបែបហ្នឹងហើយបន្តមកយើងដាក់ password ឲ្យត្រូវវិញមកចឹង password យើង update បាន success ហើយចឹងproject ហ្នឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងអរគុណលោកគ្រូ